នេះជារូបិយប័ណ្ណដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោកទាំង5មនុស្សភាគច្រើនគិតថាប្រាក់ដុល្លាររបស់អាមេរិកមានតម្លៃថ្លៃជាងគេបំផុតប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរូបិយប័ណ្ណដែលមានតម្លៃថ្លៃជាងគេបំផុតទាំង5លើពិភពលោកដោយផ្ដើមពីលេខរៀងទី5លេខរៀងទី5នោះគឺលុយផោនរបស់អង់គ្លេស1ផោនគឺស្មើនឹង1.22ដុល្លារអាមេរិកលុយផោនគឺជារូបិយប័ណ្ណដែលចំណាស់បំផុតមួយរបស់អង់គ្លេសពីព្រោះចក្រភពអង់គ្លេសមានសេដ្ឋកិច្ចដ៏រឹងមាំទី4លុយឌីណាស៊ុបដានី1ឌីណាស្មើនឹង$1.41ដុល្លារសហរដ្ឋអាមេរិករូបិយប័ណ្ណនេះត្រូវបានគេទទួលស្គាល់ថាមានតម្លៃខ្ពស់នៅប្រចាំបូព៌ាដោយសារប្រទេសស៊ុបដានីមានសេដ្ឋកិច្ចរឹងមាំនិងមានទុនបម្រុងដ៏ច្រើនសម្បើមពីប្រេងឆៅនិងឧស្ម័នធម្មជាតិទី3គឺលុយអូម៉ានីរៀលរបស់ប្រទេសអូម៉ង់ដែល1អូម៉ានីរៀលស្មើនឹង$2.60ដុល្លារអាមេរិករូបិយប័ណ្ណនេះត្រូវបានគេទទួលស្គាល់ថាមានតម្លៃខ្ពស់ជាងគេនៅលើពិភពលោកផងដែរដោយសារតែធនធានប្រេងឆៅនិងឧស្ម័នធម្មជាតិរបស់ប្រទេសនេះធ្វើឲ្យសេដ្ឋកិច្ចនិងនយោបាយមានភាពរឹងមាំដែលជាហេតុធ្វើឲ្យប្រាក់អូម៉ានីរៀលនៅតែមានតម្លៃស្ថិតស្ថេរទី2គឺលុយឌីណាបារ៉ែនរបស់ប្រទេសបារ៉ែន1ឌីណាបារ៉ែនស្មើនឹង$2.65ដុល្លារអាមេរិកដោយសារឧស្សាហកម្មប្រេងឆៅនិងឧស្ម័នធម្មជាតិដែលនាំឲ្យលុយរបស់ប្រទេសបារ៉ែនមានតម្លៃខ្ពស់ផងដែរលេខរៀងទី1លុយដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោកនោះគឺលុយរបស់ប្រទេសគុយវ៉ាតគឺ1ឌីណាគុយវ៉ាតស្មើនឹង$3.26ដុល្លារអាមេរិករូបិយប័ណ្ណនេះមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោកដោយសារប្រទេសគុយវ៉ាតមានទុនបម្រុងដ៏ច្រើនសម្បើមពីប្រេងឆៅ